យ៉ាងណាមិញក្នុងនាមខ្ញុំជាម្ដាយគេម្នាក់ហើយធ្លាប់មានបទពិសោធន៍រឿងការបំបៅដោះខ្ញុំលើកទឹកចិត្តដល់អ្នកម៉ាក់សម័យថ្មីឬមួយក៏អ្នកម៉ាក់ដែលបំរុងនិងត្រៀមសម្រាប់គួរតែបំបៅកូនដោយទឹកដោះដោយសារតែវាមិនត្រឹមតែមានសារៈសំខាន់ដល់កូនរបស់យើងហើយនឹងផ្ដល់អាហារូបត្ថម្ភដ៏ល្អឥតខ្ចោះទេប៉ុន្តែវាថែមទាំងជួយបន្ថែមចំណងផ្លូវចិត្តរវាងអ្នកម្ដាយនិងកូនហើយវាក៏ផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់ខ្លួនយើងផ្ទាល់ខ្លួនអ្នកម្ដាយផ្ទាល់ដែរដូចជាការជួយបង្រួមស្បូនក្រោយពេលសម្រាលក្រោយពេលយើងសម្រាលកូនហើយនឹងឲ្យមកជាធម្មតាវិញបានលឿនជាងមុនកាត់បន្ថយការហូរឈាមក្រោយពេលសម្រាលជួយដុតកាឡូរីធ្វើយើងស្គមជាងមុនហើយជួយកាត់បន្ថយហានិភ័យជំងឺផ្សេងៗដូចជាមហារីកសាដន់ដូចជាមហារីកអូវ៉ាហើយនិងទំនោរផ្អែមប្រភេទទី2ហើយនេះបើយោងទៅតាមអង្គការសុខភាពពិភពលោក WHO គេបានណែនាំថាគេចង់ឲ្យអ្នកម្ដាយគ្រប់រូបបំបៅកូនដោយទឹកដោះយ៉ាងហោចណាស់6ខែដំបូងហើយយើងអាចបន្តបំបៅគាត់រហូតដល់គាត់អាយុ2ឆ្នាំឬលើសពីនេះក៏បានដែរអរគុណ